ចុងខែមេសានេះគឺជាពេលវេលាដ៏ល្អក្នុងការប្រមូលស្ពៃក្តោបរបស់ប្រជាកសិកររស់នៅខេត្តមណ្ឌលគិរីខណៈបន្លែមួយប្រភេទនេះបានក្លាយជាផលិតផលដ៏ពេញនិយមរបស់ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តក្នុងខេត្តលោកផិនផនកសិករដាំស្ពៃក្តោបរស់នៅភូមិដោះក្រមុំសង្កាត់សុខដុមក្រុងសែនមនោរម្យបានឲ្យដឹងថាស្ពៃក្តោបរបស់គាត់កំពុងពេញប្រមូលផលហើយនាចុងខែ4នេះនឹងកំពុងមានការបញ្ជាទិញពីអតិថិជនក្នុងខេត្តនិងក្រៅខេត្តដោយសារដំណាំស្ពៃក្តោបនៅខេត្តមណ្ឌលគិរីមានឲ្យជារសផ្អែមស្រួយឆ្ងាញ់បែបធម្មជាតិល្បីល្បាញដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិអន្តរជាតិដែលទៅទស្សនាកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីតែងតែទិញយកទៅទទួលទានស្ទើរគ្រប់គ្នាការចាប់អារម្មណ៍និងចលនាគាំទ្រផលិតផលក្នុងស្រុកពីសំណាក់មហាជនជាពិសេសប្រជាកសិករដាំបន្លែផ្សេងៗគ្រប់ប្រភេទក្នុងខេត្តមណ្ឌលគិរីនិយាយជារួមនិងនិយាយដោយឡែកបន្លែស្ពៃក្តោបគឺធ្វើឲ្យជីវភាពពួកគាត់ដែលជាកសិករបានល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃបើតាមការបញ្ជាក់ពីកសិករខាងលើគាត់អាចលក់ស្ពៃក្តោបនៅចំការផ្ទាល់បានថ្លៃ 5,000 រៀលក្នុង1គីឡូក្រាមក្នុងនោះស្ពៃមួយក្តោបអាចមានទម្ងន់ចាប់ពីកន្លះគីឡូក្រាមទៅ1គីឡូក្រាម